server MySQL connection first thing off នៅក្នុង device ទាំងពីរទាំង server ទាំង client យើងត្រូវ turn off firewall protection ហើយនិង virus strict protection ទាំងអស់មិនថានៅក្នុងserver ឬក៏ client នៃ server របស់យើងអត់ turn អានឹងអស់ទេវា cannot ping each other វាស្គាល់គ្នាអញ្ចឹងយើងត្រូវ turn អានឹងអស់ទាំងអស់ហើយយើងត្រូវ use Wi-Fi network តែមួយដើម្បីឲ្យវាស្គាល់គ្នាបានបន្ទាប់ពីបិទអានឹងអស់ហើយយើងត្រូវចូល command prompt ដើម្បីដាក់ IP address យើងចូល IP config ទៅក្នុង IP config ហ្នឹងវា load មក IPv4 យើងហ្នឹងពេលយើងដឹងហើយយើង use អាហ្នឹងដើម្បី ping ទៅគ្នាទៅវិញទៅមករវាង server និង client సోបើខ្ញុំ ping ហើយ and it's work it reply from it តោះនេះគឺជា server អញ្ចឹងទៅយើងត្រូវចូលចូលទៅក្នុង file របស់ SAM បន្ទាប់ពីចូលក្នុង file របស់ SAM ហើយយើងហៅ file MySQL បន្ទាប់ពីចូល MySQL ហ្នឹងហើយយើងចូលទៅក្នុង Win and then យើងចូលទៅក្នុង file My ពេលចូលទៅក្នុង My ហ្នឹងហើយយើងទៅកែនៅក្នុង My address ដោយលុប hashtag វាហើយដាក់ IP វា 0.0.0 ទាំងអស់តែមកយើង save វាទុកពី save អីអស់ហើយយើងត្រូវបើក SAM ដើម្បីចូលទៅក្នុង MySQL យើងហ្នឹង so basically យើង start with MySQL អីធម្មតា root ធម្មតាមកតមកចាំយើង create user so ពេលយើង create user ហើយយើងត្រូវ grant all privilege ទៅដល់ user ហ្នឹង and after that យើងដាក់ first privilege too ពេលដាក់ first privilege អីហើយ that's all ឥឡូវយើង create user ហើយយើងចូលទៅ client laptop ហើយយើងធ្វើដូចគ្នាគឺយើងបិទ firewall បិទ protection នៅក្នុង computer របស់ client យើងហើយបន្ទាប់មក client យើងនឹងត្រូវតែបិទ virus អីចឹងដែរហើយយើងក៏ត្រូវដាក់ IP config គ្នាហើយយើងហៅ IP config របស់យើង laptop របស់ខ្ញុំគឺ 172.20.10.11 តទៅពេល laptop របស់ server គឺ 10 ចឹងយើង pin ទៅបើវា reply មានន័យថាយើងនៅក្នុង host តែមួយអីចឹងឥឡូវយើងបើក SAM បន្ទាប់មកយើងចូលទៅ command prompt ហើយយើងសរសេរថា mysql.u ភារីកែវដែលជា user ដែល server យើងបង្កើតចឹងយើង use user ដែលយើងបង្កើតនឹង .p ធំ 3306.h ហើយនឹងលេខ IP របស់ server បន្ទាប់មកយើង enter password របស់យើងមកយើងអាចប្រើ user បានហើយដោយសារតែនៅក្នុង server របស់យើងបង្កើត database មួយហើយគឺ Parikau អញ្ចឹងខ្ញុំក៏បាន use Parikau ហ្នឹងដើម្បី create table អញ្ចឹងខ្ញុំបាន create table color ដែលនៅក្នុងនោះមាន color ID color name បន្ទាប់មកក៏ខ្ញុំបាន insert តម្លៃឲ្យ table color របស់ខ្ញុំដោយ1 pink 2 yellow 3 green 4 blue ចឹងទៅហើយឥឡូវខ្ញុំ select វាអញ្ចឹងមានន័យថាខ្ញុំបាន create table មួយហើយខ្ញុំបាន create ហ្នឹងនៅក្នុង client laptop យើងឃើញ client មិនគេ insert data អីចូលអស់ហើយអញ្ចឹងយើងចង់មើលពីខាង server ទៅ so basically យើងចេះ select from table ណាមួយមកយើងថា select from color so basically យើង select from color នឹងហើយវានឹង show data នឹងមក display នឹងថាមាន color ID color name អញ្ចឹងទៅតែបើយើងចង់ update យើងជា server មកយើងចង់ update ក៏បានដែរពេលយើង update ទៅខាង client ក៏ update ដូចយើងដែរហើយបើខាង client update ខាងយើងក៏ update ដូចគ្នាចឹងពួកយើងក៏បាន update color ដោយ set color name black ទៅឲ្យ ID ទី4ហើយនៅក្នុង client laptop របស់យើង select មកឃើញថាវាដូរពិតមែនគឺទី4នេះ from blue ទៅ black